Sầm loประหารតំពាំងជាមួយត្រីពោលាយសាច់ជ្រូក3ជាន់ដាក់ខ្យងតិចតិចអូឆ្ងាញ់ណាស់បងប្អូនណាហើយចាត្រូវនឹងតំពាំងដូចថាកាប់មកថ្មីថ្មីបងប្អូនចាឥឡូវដើរនេះគឺដើរទៅរកតំពាំងបងប្អូនចាតំពាំងនេះខែភ្លៀងបងប្អូនហើយដោះបើផ្លេចខ្លួនតាមមួយផ្លែតហ្នឹងគឺដូចថាផ្លេចខ្លួនពី3ថ្ងៃគឺវាឡើងខ្ពស់ហើយបងប្អូនប៉ុន្តែมันថ្មីទេយើងអាចស្លបានបន្ទាប់ពីរកតំពាំងហើយគឺតែរកស្លឹកងប់បងប្អូនចាស្លឹកងប់ហ្នឹងក៏វាលាស់ខ្ចីទៅទៀតពីព្រោះខែភ្លៀងអ្វីក៏វាខ្ចីដែរបងប្អូនចាហើយស្លឹកងប់ហ្នឹងគឺរកតែក្បែរផ្ទះហើយពីព្រោះខ្ញុំដាំបងប្អូនចាស្លឹកងប់ខ្ញុំដាំដែរដើម្បីស្រួលរកពេលដែលខ្ញុំស្លខ្ញុំដាំគឺក្បែរលបងផ្ទះខ្ញុំនឹងឯងចារួចហើយខ្ញុំទៅបេះស្លឹកកន្ទ្រោបចាអ្វីដែលខ្វះមិនបានគឺស្លឹកកន្ទ្រោបនេះឯងបងប្អូនស្លតំពាំងចាហើយបន្ទាប់ពីរកបន្លែហើយគឺទៅរកខ្យងហើយបងប្អូនចាហើយខ្យងនេះមិនបាច់ទៅរកឯណាឆ្ងាយទេបងប្អូនចាដួសតែស្រះនៅក្រោយផ្ទះហ្នឹងក៏ហូបមិនអស់ដែរបងប្អូនចាមិនមែនខ្យងចិញ្ចឹមទេណាបងប្អូនខ្យងដែលវានៅក្នុងស្រះហ្នឹងដោយថាកាន់ខែកាន់ឆ្នាំទៅម្ល៉េះហើយមានរហូតបងប្អូនចាចង់ដួសថ្មម៉ានក៏បានដែរចាដូចថាយើងដួសល្មមមកយើងហូបមកសល់ប្រមាណវាចេះតែកើតកូនចៅឯនៅក្នុងស្រះនឹងទៀតដែរបងប្អូនចាហើយដួសខ្យងបានទាំងក្តាមមួយទៀតបងប្អូនចារីឯប្តីខ្ញុំក៏គាត់ជួយរើសខ្ញុំដែរបងប្អូនចាគាត់ថាដាក់ឲ្យច្រើនបន្តិចទៅរៀងឆ្ងាញ់ចាបន្ទាប់ពីរើសខ្យងមកគឺយកមកលាងសម្អាតចាកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនថាពេលដែលបងប្អូនស្លខ្យងត្រូវប្រយ័ត្នខ្ញុំថ្ងៃនោះគឺមុតដៃបងប្អូនហើយមុតឡើងដូចថាឈាមលហាចលហឹមតែម្ដងចាខ្យងមុតណាស់បងប្អូនមុតដូចកំបិតតែម្ដងចាបន្ទាប់ពីលាងសម្អាតហើយយកទៅស្ងោរចាស្ងោរហើយបានខ្ញុំយកវាយកមកចាក់យកតែដូចថាសាច់ក្បាលបេះអាចបេះនោមវាចោលអស់ណាបងប្អូនចាយើងយកទៅសាច់ក្បាលហ្នឹងលាងសម្អាតជាមួយអំបិលអីយើងទុកម្លាយសិនមកធ្វើបន្លែចាមកបកតំពាំងចាតំពាំងនេះគឺបកវាទៅលោកអើយខ្ចីណាស់ចាខ្ចីតែម្ដងចាហើយខ្ញុំជួយចិត្តប្រើនឹងកំបិតមុខ2បងប្អូនចាកំបិតមុខ2ពេលដែលយើងដូចថាចិត្តទៅវាបានស្ដើងចាបើម្ដាយខ្ញុំពីមុនវិញគាត់ប្រើកំបិតបន្ទោះបងប្អូនចាអញ្ចឹងចិត្តទៅវារៀងចំណិតក្រាស់ចាចាស់ជំនាន់មុនអត់មានកបាត់មុខ2ទេផ្ទះខ្ញុំបងប្អូនឥឡូវឃើញថាតំពាំងចិត្តហើយស្លឹកងប់ក៏បេះរួចហើយស្លឹកកត្រូបហើយនឹងម្អមអីគឺដាក់ចិត្តគ្នានឹងឯងបងប្អូនចាសាច់ជ្រូក3ជាន់ក៏ចិញ្ច្រាំហើយត្រីកាត់រួចហើយនេះខ្យងក៏លាងរួចហើយដែរចាឥឡូវចាប់ផ្ដើមធ្វើហើយបងប្អូនចាដាក់អង្ករមួយដូចថាមួយក្តាប់ទៅក្នុងតំពាំងចាដាក់មួយក្តាប់ក្នុងតំពាំងខ្ញុំចំបាច់ច្បល់វារៀងតំពាំងនឹងទុនបន្តិចមុនខ្ញុំយកទៅដាក់រងាស់បងប្អូនចាធ្វើវិធីនេះដូចថាតំពាំងយើងវាទុនចាហើយទឹកសម្លយើងដាំរួចជាស្រេចអញ្ចឹងយើងគ្រាន់តែច្បាច់ហើយដាក់ចូលទៅរងាស់វាចោលសិនទៅយើងមកធ្វើគ្រឿងក្រៅដូចជាហាន់ម្អមហាន់អីចឹងបងប្អូនចាដើម្បីឲ្យឆាប់បានស្លដូចថាឆាប់បានហូបចាសំទោសឆាប់បានហូបយើងដូចថាធ្វើបដើអញ្ចឹងណាបងប្អូនចាពួកពីព្រោះតំពាំងបើយើងស្លដូចថាអត់រងាស់វាអត់ឆ្ងាញ់ទេវាអត់ទន់ណាបងប្អូនចាបន្ទាប់មកទៀតគឺស្លឹកកន្ទ្រោបនេះដូចថាខ្ញុំពេលខ្លះដាក់ទាំងស្រស់ហើយពេលខ្លះក៏ខ្ញុំជួយចិត្តដូចថារោលភ្លើងវាអញ្ចឹងណាបងប្អូនចាហើយបានខ្ញុំយកទៅដាក់ចាអញ្ចឹងវិធីពេលដែលខ្ញុំធ្វើហ្នឹងដូចថាថ្ងៃណាខ្ជិលដាក់ទាំងស្រស់តែម្ដងចារីឯម្ទេសខ្វះមិនបានគឺម្ទេសបងប្អូនចាម្ទេសហ្នឹងគឺសម្លតំពាំងត្រូវគ្នាតែម្ដងបងប្អូនហើយឥឡូវឃើញថាពុះដូចថារីកពេញមាត់ឆ្នាំងហើយដួសពពុះវាចេញឲ្យស្អាតអញ្ចឹងណាបងប្អូនចាពីព្រោះយើងដាក់អង្ករជាមួយតំពាំងវាតែងតែដូចថាមានពពុះច្រើនចាហើយរងាស់វារៀងផុយបន្តិចចាំយើងដាក់អំបិលដាក់ប្រហុកចូលអញ្ចឹងជ្រុំវាឲ្យអស់សាច់អស់អីអញ្ចឹងណាបងប្អូនចាប្រហុកនេះគឺប្រហុកធ្វើដោយខ្លួនឯងទេចាដូចថាបន្ទាប់មកទៀតគឺខ្ញុំដាក់ប៊ីចេងហើយនឹងស្ករបន្តិចចាដាក់ប៊ីចេងស្ករបន្តិចមកដូចថាយើងចាប់ផ្ដើមយកខ្យងយកសាច់ជ្រូកអីយកមកដាក់ចូលតែម្ដងទៅណាបងប្អូនចាឲ្យវាពុះផុយជាមួយនឹងតំពាំងទៅបើត្រីយើងដាក់នៅខាងក្រោយពីព្រោះត្រីហ្នឹងវា
ឆាប់ផុយទេត្រីពោបងប្អូនចាមួយអំពុះក្រោយមកបានខ្ញុំដាក់ត្រីពោចូលចាដាក់ត្រីពោចូលហើយដូចថាឲ្យវាពុះតទៅទៀតបងប្អូនចាមានកលុកកលាក់ហ្នឹងគឺពុះរហូតចាបន្ទាប់មកទៀតគឺខ្ញុំដាក់ស្លឹកងប់ចូលបងប្អូនចាដាក់ស្លឹកងប់ចូលនេះគ្រាន់តែដូចថាយកវែកសង្កត់វាទេបើសិនជាយើងកូរខ្លាំងវាអាចនឹងបែកសាច់ត្រីពិបាកហូបបងប្អូនចាបើយើងដូចថាកូរថ្នមទៅវាអត់បែកសាច់ត្រីឥឡូវវគ្គចុងក្រោយនេះគឺមកអមហើយនឹងស្លឹកងប់ស្លឹកកន្ទ្រោបចាម្ទេសចាដូចថាដាក់ឲ្យបានខ្ញុំហ៊ានកូរចាពីព្រោះខ្លាចបែកសាច់ក្បាលត្រីបងប្អូនចាត្រីពោនេះត្រូវណាស់បងប្អូនហើយស្លជាមួយទំពាំងដូចទំពាំងយើងនឹងដូចថាធ្វើឲ្យទន់ល្អស្រួលហូបតែម្ដងបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមភ្លក់មើលហើយចារសជាតិខ្ញុំអាចទទួលយកបានខ្ញុំដូចថាចាប់ផ្ដើមដួសចិត្តទៅហូបហើយបងប្អូនចាសម្លទំពាំងមួយមុខនេះប្រហើទំពាំងមួយមុខនេះគឺស្រួលធ្វើចាឆាប់បានហូបចាអរគុណរាល់ការទស្សនាវីដេអូរបស់ខ្ញុំសូមជួយ Subscribe YouTube ខ្ញុំម្នាក់មួយផង